ងាប់ហើយអញនេះកន្ទុយលេខឬក៏វិកលជាបាត់ថ្លៃមហូបនឹងអញចាំបានថាទៅតែទិញទឹកដោះគោនឹងជីបន្តិចបន្តួចសោះមិនក៏អស់ច្រើនម្លេះលោកអើយ1រៀល2រៀលក្នុងដៃសល់តែ2រៀលហ្នឹងទៅតែថ្ងៃទី15សោះនៅសល់កន្លះខែទៀតតម្រុំដល់ថ្ងៃបើកលុយអញច្បាស់ជាខ្លាចជាក្រូចក្រៀមគេយកទៅធ្វើឧដុតបាត់មិនខានសន្តិសុខពេញពីងតើលុយដែលអញខំសន្សំប្រហែលខែមុននោះទៅណាអស់ហើយនេះកំប្រាប់អញណាថាឯងយកលុយអញទៅទិញសំបុកថ្មីអស់ហើយហ្នឹងចង្រៃពិតមែនសូម្បីតែកាក់មួយក៏មិនទុកឲ្យអញដែរអូយជីវិតស្អីក៏ចង្រៃម្លេះនេះអញធ្លាក់ខ្លួនដល់ថ្នាក់ត្រូវស៊ីស្លឹកឈើក្រៀមជំនួសបាយហើយមែនទេបើដឹងថាពិបាកចឹងអញមិនគួរណាយកលុយទៅដើរលេងផឹកស៊ីកាលពីដើមខែសោះអាទុរេនអីហ្នឹងមើលទៅតំណងឆ្ងាញ់ណាណអញកំពុងតែតอมចំណីអាហារដើម្បីសុខភាពទេមិនមែនអញអត់លុយទិញស៊ីដោយពួកឯងគិតនោះទេក៏មើលមុខអញចឹងអីអញកំពុងតែហាត់ប្រាណតើជួយផងអញគ្រាន់តែចង់ហាត់ប្រាណឲ្យភ្លេចឃ្លានសោះមិនក៏ខ្លួនអញវាវិលដូចកង់ឡានចឹងវិលមុខចង់ក្អួតតែក្រូចចេញមកអស់ហើយអាណាក៏បានដែរមកទប់អញបន្តិចមកថ្ងៃក្រោយបើបើកលុយមកកុំចេះតែហឺហាពេកត្រូវចេះទុកដាក់ខ្លះផងមើលចុះឥឡូវនេះអញកំពុងតែដេកហូរទឹកភ្នែកព្រោះតែអត់លុយទិញបាយស៊ីកណ្ដាលខែហ្នឹងហាហាទីបំផុតអញរកឃើញហើយលុយ1រៀលនេះហើយដែលនឹងជួយសង្គ្រោះជីវិតអញឲ្យរស់ដល់ចុងខែជោគជ័យហើយអញ